ម៉ាឡេស៊ីនៅថ្ងៃប្រហ័សនិយាយថាអ៊ីរ៉ង់បានបើកភ្លើងបៃតងអនុញ្ញាតឲ្យនាវារបស់ម៉ាឡេស៊ីអាចឆ្លងកាត់ច្រកសមុទ្រហូមូសបានដោយសេរីក្រោយមានរបាយការណ៍ថាទីក្រុងតេហេរ៉ង់នឹងយកកម្រៃចំនួន$2 លានក្នុងនាវាមួយគ្រឿងប្រសិនបើចង់ឆ្លងកាត់ច្រកសមុទ្រនេះការអះអាងនេះធ្វើឡើងបន្ទាប់ពេលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានធ្វើកិច្ចពិភាក្សាជាមួយមេដឹកនាំអ៊ីរ៉ង់អេស៊ីបទូគីនិងប្រទេសក្នុងតំបន់ផ្សេងទៀតពាក់ព័ន្ធនឹងបញ្ហាច្រកសមុទ្រហូមូសរួមទាំងការសម្របសម្រួលឲ្យមានការចរចាសន្តិភាពនៅតំបន់មជ្ឈមបូព៌ាបើតាម Straits Times លោកអាន់វ៉ាមានវ័យ79ឆ្នាំរូបនេះបានថ្លែងអគុណដល់លោកប្រធានាធិបតីអ៊ីរ៉ង់ចំពោះការលើកលែងដល់នាវាម៉ាឡេស៊ីហើយថាពេលនេះនាវាដឹកប្រេងនិងកម្មកររបស់ម៉ាឡេស៊ីអាចបន្តដំណើររបស់ពួកគេត្រឡប់ទៅផ្ទះសម្បែងវិញលោកនាយករដ្ឋមន្ត្រីអាន់វ៉ាបន្ថែមថាឥឡូវនេះយើងត្រូវប្រាំងគ្រប់គ្រងស្ថានភាពពីព្រោះផលប៉ះពាល់នៃការបិទផ្លូវនៅច្រកសមុទ្រហូមូសសង្គ្រាមនិងការផាកការផ្គត់ផ្គង់ប្រេងនិងឧស្ម័នសុទ្ធតែមានផលប៉ះពាល់មកលើពួកយើងទាំងអស់គ្នាបើតាមមេដឹកនាំម៉ាឡេស៊ីរូបនេះវាមិនងាយស្រួលឡើយចំពោះការចរចាបញ្ចប់ចំនួនពីព្រោះអ៊ីរ៉ង់មានអារម្មណ៍ថាខ្លួនត្រូវបានគេបោកបញ្ឆោតម្ដងហើយម្ដងទៀតហើយយល់ថាវាពិបាកក្នុងការទទួលយកជំហានឆ្ពោះទៅរកសន្តិភាពដោយគ្មានការធានាសន្តិសុខច្បាស់លាស់និងមានចំណងផ្លូវច្បាប់សម្រាប់ប្រទេសរបស់ពួកគេ